សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំចង់មកបង្ហាញពីបច្ចេកទេសនៃការថែទាំដល់កូនមាន់ពេលដែលចាប់ពីញាស់ទៅបងប្អូនគួរតែប្រើពួកវីតាមីនទៅដល់វាពួកជាមួយនឹងថ្នាំប្រភេទអាម៉ុកហើយជួយទៅផ្សះផ្សិតទៅដល់វាហើយទី2គឺកម្ដៅថ្មីកម្ដៅឲ្យបានគ្រប់គ្រាន់ព្រោះអត្ថប្រយោជន៍នៃកម្ដៅវាជួយទៅដល់កូនមាន់វាជួយគ្រប់គ្រងកម្ដៅទៅដល់កូនមាន់ជួយផ្ដល់អានឹងជាវីតាមីនមួយដែរកម្ដៅនោះអត់កម្ដៅបងប្អូនមាន់អត់សូវល្អកាលណាយើងប្រើកម្ដៅទៅមាន់វាស៊ីចំណីបាននឹងកំណត់ថ្ងៃចំពោះកម្ដៅយើងគួរតែប្រើកម្ដៅអូតូបានល្អវាមិនធ្វើឲ្យកូនមាន់យើងក្តៅពេកឬក៏ត្រជាក់ពេកកាលណាដែលវាអូតូគ្រប់កម្ដៅដែលយើងកំណត់ទៅវាផ្ដាច់ទៅធ្វើឲ្យកូនមាន់យើងសុខភាពល្អហើយចំពោះការថែទាំបងប្អូនមួយចំនួនគាត់មិនថាគាត់មិនយល់ឬគាត់យល់តែអ្នកខ្លះគាត់ថ្មីគាត់តែចាប់ផ្ដើមទៅលើការចិញ្ចឹមមាន់អញ្ចឹងខ្ញុំក៏ចង់មកបង្ហាញពីបច្ចេកទេសមួយចំនួនកូនមាន់ពេលដែលយើងដាក់តម្លាក់ចេញពីទូទៅកូនមាន់គឺសុខភាពល្អដៃជើងកមុបស្លាបវែងធម្មតាពេលដែលយើងយកទៅដាក់ចូលក្នុងទូស្អំចាប់ពីមួយអាទិត្យឬក៏5ថ្ងៃពេលបងប្អូនអត់សូវចាប់អារម្មណ៍មើលមាន់នឹងពេលបងប្អូនដូរធុងចាប់ដើមលូបស្ទាបមើលមាន់មកជាស្កើមមើលទៅជើងជ្រៃស្វិតអានឹងបញ្ហាពីមកពីមាន់បងប្អូនដាក់ច្រើនពេកឬក៏មកពីធុងរបស់យើងវាហប់ពេកកាលណាពេលដែលហប់ពេកវាអារម្មណ៍វាល្អវាដល់ពេលកម្ដៅមកវាក្ដៅវាហ្មងវាអត់ដូចដាក់លើធុងធ្នើរទេហើយពេលខ្លះវាឈួលពីមុខវាមកផងចឹងឲ្យធ្វើឲ្យមាន់នោះវាអត់ចង់ស៊ីចំណីអត់ចង់ថឹកទឹកហើយត្រូវនឹងមាន់ច្រើនផងចឹងទៅវាជន់គ្នាចឹងទៅអាណាដែលអន់នោះគឺវាជន់ហើយចឹងបងប្អូនគួរតែមើលឲ្យចំណុចហ្នឹងគឺគួរតែពិនិត្យមើលដល់អាណាដែលជើងយ៉ាងស្វិតអាហ្នឹងបងប្អូនគួរតែចាប់បែកវាអាណាជើងស្វិតស្លាប់វែងហ្នឹងទៅគឺគួរតែចាប់វាដាក់មកក្រុមហ្នឹងទៅឲ្យស៊ីចំណីផ្សេងអាហ្នឹងធ្វើឲ្យមាន់នោះវាឡើងមកវិញកាលណាដែលយើងដាក់មួយគ្នាយូរទៅមួយអាទិត្យពីរអាទិត្យមាន់នឹងអាចនឹងងាប់ហើយព្រោះវាស្កើមលូកទៅអត់មានសាច់ធុងហើយបងហើយអត់ធំទេអាមាន់វាចឹងយូរទៅស្លេកទៅងាប់ចឹងទៅអ្នកខ្លះយល់ថាមាន់ឲ្យស៊ីយូរទៅមិនក៏ស្កើមទៅចឹងអ្នកខ្លះមូលហេតុអត់ឃើញចឹងមាន់យើងគួរតែតាមដានមើលកូនទូចហ្នឹងកាលខ្ញុំពីមុនក៏ស្លាប់ចឹងដែរចាំទៅចេះស្គាល់ថាមាន់ដាក់កម្ដៅតែចំណីគ្រប់គ្រាន់ហើយមិនក៏វាអត់ធាត់បញ្ហាគេបានចឹងឥឡូវខ្ញុំដឹងពីកលឹះហ្នឹងហើយខ្ញុំយកមកចែករំលែកទៅដល់បងប្អូនតែគាត់រៀនចាំថ្មីពេលយើងចាប់ដើមថ្មីវាតែជួបបញ្ហាចឹងហើយបងប្អូនអាចនឹងតាមដាននៅ channel មួយហ្នឹងទៅខ្ញុំនឹងចែកបទពិសោធន៍ជាច្រើនរបស់ខ្ញុំដែលខ្ញុំធ្វើទៅវាជោគជ័យពីការចិញ្ចឹមមាន់តូចរហូតដល់មាន់ធំពីការបង្កាត់ពីការថែទាំត្រូវប្រើថ្នាំមិនចឹងទៅខ្ញុំនឹងបង្ហោះចូលនៅក្នុង channel មួយហ្នឹងបងប្អូនកុំភ្លេចតាមដានហើយវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរហើយអរគុណទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ
នឹងមានអ្វីថ្មីយ៉ាងនឹងទៀត